train មួយនេះបងប្អូនញ៉ាំភូមិក៏មិនអស់ដែរអ្នកចូលចិត្ត train មកនេះមកតោះនិយាយលេងតិចបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំធ្វើដំណើរទៅបៃលុងក៏ថតឲ្យបងប្អូនឃើញពីទស្សនវិជ្ជាតាមដងផ្លូវនិងទស្សនវិជ្ជាដ៏ស្រស់ស្អាតនៅតាមដងផ្លូវហ្នឹងណាបងប្អូនទាំងអស់គ្នាចង់និយាយថាជីតាមផ្លូវនេះគឺមានអារម្មណ៍ថាស្រស់ស្រាយមែនតើគឺពោពេញទៅដោយធម្មជាតិដំណាំខៀវខ្ចីមានចំការស្វាយចន្ទទីចំការតរៀនចំការកសូអីពេញហ្នឹងណាបងប្អូនទាំងគ្នាហើយនេះគឺជាទស្សនវិជ្ជាពេលរាត្រីមុខសាលាស្រុកនៅខាងស្ទឹងត្រង់បងប្អូនទាំងគ្នាសម្រាប់មាត់ទន្លេនៅខាងស្ទឹងត្រង់ឥឡូវគឺមានសភាពស្រស់ស្អាតផ្លូវងាយស្រួលធ្វើដំណើរហើយភ្លើងអីភ្លឺល្អមែនតើបងប្អូនទាំងគ្នាហើយទស្សនវិជ្ជាតាមដងផ្លូវគឺមានចំការច្រើនមែនតើបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនដែលធ្លាប់មើលវីដេអូរបស់ខ្ញុំតែងតែឃើញពីទស្សនវិជ្ជាតាមដងផ្លូវតាមស្រុកភូមិផ្សេងៗនៅខាងកោះកតិនខាងកំពង់សៀមអញ្ចឹងទៅប៉ុន្តែថ្ងៃនេះគឺខ្ញុំបង្ហាញពីទស្សនវិជ្ជាដែលខ្ញុំធ្វើដំណើរទៅខាងបែកលុងបងប្អូនទាំងគ្នាគឺមានសភាពស្រស់ស្អាតមែនតើហើយអ្នកដែលគាត់អត់ទាន់ follow ទេគាត់តែចុចកន្លែងនេះតិចមក follow ម្នាក់មួយផងបងប្អូនទាំងគ្នាហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់បានស្បែកជើងដែលជាស្នាដៃកូនខ្មែរបងប្អូនអាចគ្រប់គ្រងអាចជួយកំងផងបងប្អូនទាំងគ្នាមួយគូត្រឹមតែ 20,000 រៀលទេខ្ញុំគិតថាបងប្អូនទាំងអស់គ្នានឹងជួយគ្រប់គ្រងផងបងប្អូនទាំងគ្នាតើបងប្អូនអញ្ចឹងយើងមកមើលពីទស្សនវិជ្ជាតាមដងផ្លូវជាមួយខ្ញុំវិញណាបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់ខ្ញុំថតពីផ្លូវដែលចិត្តដល់ហាន់ជ័យទៅតែម្ដងបងប្អូនទាំងគ្នាខ្ញុំកាត់តិចតិចឲ្យបងប្អូនបានឃើញពីទស្សនវិជ្ជាតាមដងផ្លូវតើមានសភាពបែបណាហើយស្រស់ស្អាតហើយផ្លូវងាយស្រួលក្នុងការធ្វើដំណើរអត់ណាបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់ផ្លូវដែលធ្វើដំណើរមកមិនសូវជាពិបាកទេបងប្អូនទាំងគ្នាអាចនិយាយថាពិបាកពីថ្មគោលអីមកតិចទេផ្លូវវារៀងកប៉េកប៉ោទៅណាបងប្អូនទាំងគ្នាហើយបន្ទាប់ពីនោះគឺមានផ្លូវឈូសឆាយថ្មីផ្លូវស្អាតហើយនេះគឺជាទស្សនវិជ្ជាពេលថ្ងៃសម្រាប់នៅម្ដុំមុខសាលាស្រុកខាងស្ទឹងត្រង់ណាបងប្អូនទាំងគ្នាបុកទៅខាងផ្សារស្ទឹងត្រង់អីហ្នឹងបងប្អូនទាំងគ្នាអញ្ចឹងរៀងផ្លែកភ្នែកដែរដោយសារតែខ្ញុំខានមកនេះយូរដល់ពេលឃើញពីទស្សនវិជ្ជានឹងតាមដងផ្លូវស្រស់ស្អាតបែបនេះទៅគូសំយើងបានឃើញពីចការត្រេនចការសៅម៉ាវចការហ្វេងនៅហ្នឹងទៅហើយចការកាហ្វេអញ្ចឹងណាបងប្អូនទាំងគ្នាហើយនឹងចការចេកហើយមិញនេះគឺជាផ្លូវបុកទៅខាងស្ពានស្ទឹងត្រង់បុកទៅក្រូចឆ្មាយហ្នឹងបងប្អូនទាំងគ្នាយើងក៏បន្តមកត្រង់ទៅទៀតបងប្អូនទាំងគ្នាហើយដូចបងប្អូនបានឃើញអញ្ចឹងនេះគឺជាចំការស្វាយចន្ទទីហ្នឹងឯងបងប្អូនទាំងគ្នាស្វាយចន្ទទីហើយពេលដែលខ្ញុំជិះមកហ្នឹងក៏ឃើញមានលក់សាវម៉ាវលក់ត្រេនអីនៅតាមផ្លូវណាបងប្អូនទាំងគ្នាហើយសម្រាប់នៅខាងបែកលុងបងប្អូនល្បីស្រាប់ហើយថាមានត្រេនបែកលុងត្រេនអីដែលឆ្ងាញ់អញ្ចឹងណាហើយនេះចិត្តមកដល់9មុខអង្គេតក៏គេដាំចេកសាជាថ្មីហើយចេកទៅនេះគឺចិត្តទទួលផលអីផ្សេងទៅបងប្អូនទាំងគ្នាហើយសម្រាប់ទៅនេះយើងមកដល់កន្លែងវងមូនៅកន្លែងម្ដុំបឹងកេតហ្នឹងបងប្អូនស្គាល់ហើយជិះរៀងវគ្គដែរបងប្អូនទាំងគ្នាដោយសារតែយើងខានធ្វើដំណើរយូរទៅដល់ពេលយើងធ្វើដំណើររៀងវគ្គផ្លូវទៅបែកលងហើយខ្ញុំជិះតែបន្តដំណើរទៅទៀតហើយបងប្អូនទាំងគ្នាជិះតែឯងទេហើយនឹងអ្នកស្គាល់គ្នាគាត់ជិះទៅតាមមុខហើយខ្ញុំក៏បន្តដំណើរមកដល់វិទ្យាល័យហ៊ុនសែនបងប្អូនទាំងគ្នាហើយបន្តមកទៀតផ្លូវនេះចង់ប្រាប់បងប្អូនតិចផ្លូវទៅខាងភូមិរយៈថ្នោតនិងឃុំរយៈថ្នោតបងប្អូនទាំងគ្នាដែលក្នុងស្រុកស្ទឹងត្រង់ហ្នឹងហើយសម្រាប់ផ្លូវនេះបើសិនជាបងប្អូនអត់ដែរជិះទេគួរតែបន្ថយល្បឿនដោយសារតែផ្លូវគេអត់មានដាក់ផ្លាដាក់អីថាយើងត្រូវបន្ថយល្បឿនហើយផ្លូវចុះទៅគឺចំណោតចោលតែម្ដងដោយបងប្អូនបានឃើញអញ្ចឹងអ្នកខ្លះអត់ដឹងជិះលឿនទៅគឺទៅហើយបងប្អូនទាំងគ្នាសម្រាប់ផ្លូវនេះតាមអ្នកស្រុកអ្នកភូមិនៅហ្នឹងគឺថាមានគ្រោះថ្នាក់ច្រើនសម្បីតែអ្នកទៅជាមួយខ្ញុំក៏គ្រោះថ្នាក់ដែរសង្ឃឹមថាអាជ្ញាធរនៅហ្នឹងនឹងដាក់ផ្លាកអីការពារណាបងប្អូនទាំងគ្នាអរគុណច្រើនគ្រប់ជំរាបលា